rình kia cho láng tình đây nơi xiêm hiệp tầm lại mình cào $50,000 tê ôi tới vayផ្ទះចាស់ចោលសង់ផ្ទះថ្មីធ្វើពងើយអីគឺឥឡូវនេះគឺនៅលើបណ្ដាញសង្គម Facebook ព្រាតតាក់តងនឹងរឿងបាត់លុយជួយទៅកងទ័ពជួរមុខខ្ញុំក៏ថាមិនចង់ផ្សាយរឿងនេះដែរទេតែបងប្អូនអ្នកដែលពេញចិត្តបង្អែមលៀងមាត់មួងណារ៉េតហ្នឹងផ្ញើសារមករាល់ថ្ងៃបងជួយតិចមើលរឿងបាត់លុយបាត់អីហ្នឹងដល់ណាបងជួយផ្សាយតិចមើលហើយខ្ញុំចេះតែថាខ្ញុំអត់មានព័ត៌មានអីទៅរឿងលុយកាក់គេជូនកងទ័ពមិនដល់ដៃមិនដល់អីហ្នឹងខ្ញុំមិនចង់ទៅលូកដៃនៅក្នុងរឿងគេទេព្រោះរឿងជាការស្ម័គ្រចិត្តគេជួយអីគេជួយទៅបានប៉ុណ្ណាយកប៉ុណ្ណឹងព្រោះការធ្វើបុណ្យគឺហុចអំបោះកុំឲ្យសំណោះដៃអីតែយើងធ្វើបុណ្យយើងដាក់ទៀនដាក់ទៅប៉ុន្តែបងប្អូនថៃអត់មានទេឲ្យលុយទៅចូលបុណ្យតែយកទៅអត់ដល់ដៃអីអញ្ចឹងខ្លាចកាប់កេងអីចឹងថ្ងៃនេះគឺខ្ញុំលើកពីរឿងនៅក្នុងបណ្ដាញសង្គមហ្នឹងមានអ្នកដែលផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គមដែលមានអ្នកចូលមើលច្រើនគួរសមហ្នឹងឈ្មោះម៉ៃសគុណដែលគាត់លើកឡើងប្រមាណសារហ្នឹងគឺឃើញគេ share មកខ្ញុំតរហូតខ្ញុំមិនបានទៅតាមដានគាត់ទេប៉ុន្តែបងប្អូនយើងចេះតែផ្ញើចូលមកក្នុង inbox របស់ខ្ញុំឲ្យមើលហើយទៅក៏ឃើញគាត់សួរសំណួរថារែងគៀសចុះឡើងទិញដីនៅសៀមរាបតម្លៃមិនក្រោម$50,000ទេអុយទៅវាយផ្ទះចាស់ចោលសង់ផ្ទះថ្មីធ្វើពងើយអីឡាក់អញ្ចឹងទៅហើយគាត់សួរឲ្យបង្ហាញភ័ស្តុតាងអំពីលុយដែលបានពីប្រមូលអីហ្នឹងខ្ញុំដំបូងខ្ញុំអត់ដឹងថាគាត់និយាយពីអ្នកណាខ្ញុំចំណាយពេលមកកណោដើម្បីស៊ើបទៅបានដឹងគាត់និយាយឌឺដងទៅឲ្យម្ចាស់កណនី Facebook មួយឈ្មោះប៉ៃឌីហើយគាត់ដល់ពេលខ្ញុំមើលតាមដាន Facebook របស់ប៉ៃឌីហ្នឹងក៏ឃើញគាត់ធ្លាប់អង្គាសប្រាក់អញ្ចឹងមានអ្នកចូលរួមហ្នឹងបានជាង$1,000,000ហើយណោះហើយខ្ញុំសូមសរសើរដោយស្មោះហើយដែលថាគាត់មានប្រជាប្រិយមែនតើហើយខ្ញុំក៏គាំទ្រនឹងលើកទឹកចិត្តអាសមានចិត្តរបស់គាត់នៅក្នុងការជួយបងប្អូនកងទ័ពយើងដោយសារតែយើងមានប្រជាប្រិយបែបហ្នឹងគឺអង្គាសលុយបែបច្រើនសន្ធឹក$1,000,000ជាងច្រើនណាស់បងប្អូនសម្រាប់ជាបុគ្គលម្នាក់នៅតាមបណ្ដាញសង្គម Facebook ហើយយកទៅចែកដល់កងទ័ពយើងបានប្រមាណមិនបានប្រមាណអាហ្នឹងគឺជាសទ្ធារបស់គាត់សូមកកោតសរសើរដោយស្មោះចំពោះសមានចិត្តរបស់គាត់ប៉ុន្តែសមានចិត្តដ៏ល្អរបស់គាត់ហ្នឹងវាត្រូវបានលោកម៉ៃសកុលហ្នឹងកំពុងតែសង្ស័យថាលុយហ្នឹងបាត់ទៅណាគាត់ថាឥឡូវដូចជាមើលទៅដូចអស់$90,000ឯងបាត់ជាង$20,000ទៀតលោកម៉ៃសគុណគាត់នៅតែមិនស្ងប់ដែរដោយសារតែគាត់ចង់ឲ្យប៉ៃឌីហ្នឹងបង្ហាញតួលេខកងធនាគារ ABA អីណាទៀតអូយខ្ញុំជឿថាអាចពិបាកដែរព្រោះអីទៅពេលដែលគាត់អង្គាសលុយអង្គាសអីយើងចង់និយាយថាវាមិនមែនជាអង្គការចាត់តាំងមានកណនីធនាគារចង់និយាយថាមានកងតាបកណនីធ្វើបញ្ជីស្នាម bookkeeping អីឲ្យដូចជាអង្គការរាយការណ៍ពន្ធអីចឹងលម្អិតចឹងទៅមានសវនកម្មមានអីចឹងប្រហែលជាចេះតែយកមកចឹងទៅយកទៅថតរូបទៅផ្ញើទៅជូនអីចឹងទៅវាមិនដឹងអាជីសក្រីណាត្រូវកត់ត្រាអីចឹងដល់អត់មានឥឡូវសាធារណជនគេសួររហបាត់លុយអីចឹងបាទអានឹងរឿងគាត់ដោះស្រាយទៅបងប្អូនតាមពិតទៅរឿងនេះគឺវាជារឿងជួនកាលវាអញ្ចឹងបងប្អូនតែមានតកតងនឹងរឿងលុយកាក់វារៀងស្មុគស្មាញអញ្ចឹងបន្តិចតែសង្ឃឹមថាពួកគាត់នឹងដោះស្រាយគ្នាបានទៅហើយប៉ៃឌីហ្នឹងបើគាត់អាចអង្គាសលុយបានដល់ទៅ$1,000,000ជាងខ្វះអីអាកណនីនៅក្នុងអីហ្នឹងគាត់បង្ហាញឲ្យគេទៅព្រោះឃើញតារាចម្រៀងខ្មែរម្នាក់ឈ្មោះខាត់សុគីមអ្នកស្រីខាត់សុគីមនោះក៏ឃើញគាត់ចាប់ផ្ដើមដាក់បញ្ជីស្នាមនឹងទិញនេះទិញនោះអីអញ្ចឹងទៅប្រហោះអីអញ្ចឹងទៅអាសម័យហ្នឹងគឺអញ្ចឹងបងប្អូនពេលខ្លះវាពិបាកដែរវាសាំចិត្តដែរថាអាទិញអីទិញទួយក៏តែបង្ហាញប៉ុន្តែយើងយកលុយពីសាធារណជនជួនកាលវាមានកាតព្វកិច្ចអញ្ចឹងដែរហើយលុយកាក់ហ្នឹងគឺថាពលទុកណាស់ពលទុករៀងច្រើនបន្តិចប៉ុន្តែបើយើងមានសទ្ធាទៅកុំអីកុំឲ្យកពុបសទ្ធាបង្ហាញគេបង្ហាញអីទៅហើយដោះស្រាយឲ្យចប់ទៅកុំឲ្យវាវែងឆ្ងាយអញ្ចឹងហើយបានខ្ញុំថារឿងប្រមូលលុយប្រមូលអីដល់បងប្អូនសួរខ្ញុំភ័យខ្ញុំអត់ពាក់ព័ន្ធតទៅសោះព្រោះខ្លាចរឿងអញ្ចឹងតែយ៉ាងណាបងប្អូនមាសសុតកុំខ្លាចភ្លើងយើងធ្វើទៅបើចិត្តយើងបរិសុទ្ធស្មោះសរយើងសាងអំពើបុណ្យសង្ឃឹមថាបុណ្យនឹងតាមជួយយើងហើយបើយើងលឹមលំមានបាបអាចអំពើបាបនឹងគឺក៏ពិបាកនឹងផាត់គ្នាដែរតែយ៉ាងណាអានេះគឺជាយុទ្ធនាការពួកគាត់នៅពេលដែលអស់ពីពហិការផលិតផលនេះផលិតផលនោះឥឡូវចូលដល់រឿងគ្នារឿងបាត់លុយជួយតបនឹងទៀតទៅបាទឥឡូវនេះខ្ញុំអស់រឿងប៉ុណ្ណឹងហើយយប់ជ្រៅណាស់បងប្អូនដល់ម៉ោងចូលកណ្ដាលអាត្រៀតចិត្តចូលកណ្ដាលអាត្រៀតហើយសូមសម្រាប់ត្រឹមប៉ុណ្ណេះហើយ